Bạn hãy cho được số bóng phone đọc ní hay xóa cung mà căn video thay mấy mà anh ở trong video này nhưng mà vẫn bịរបៀបក្នុងការបុកផុសតាមរបៀបផ្លូវមុខបាទជាក់ស្ដែងទៅការបុកផុសគឺជាការចំណាយលុយបន្តិចបន្តួចទៅលើ Facebook ដើម្បីវាជួយរុញការផុសការបង្ហោះរបស់យើងទៅកាន់អតិថិជនឬក៏កាន់ទស្សនិកជនរបស់យើងឲ្យកាន់តែបានចំនួនច្រើនជាងមុនបាទហើយជាក់ស្ដែងទៅការបូតផុសគឺយើងមានពីររបៀបបាទហើយរបៀបនីមួយៗគឺយើងមានក្បាច់ច្រើនផ្សេងគ្នាហើយរបៀបធំទាំងពីរហ្នឹងមានដូចជាការបុកផ្លូវមុខយើងហៅថា front boosting ហ្នឹងបានន័យថាយើងចុចបុសនៅលើផុសតែម្ដងហើយក្នុងហ្នឹងគឺអត់សូវមានភាពស្មុគស្មាញទេបាទហើយមួយទៀតការបុសតាមផ្លូវក្រោយបាទឬគេហៅថា back end boosting អាហ្នឹងគឺយើងបុសដោយចុចក្នុងការបុសតាមវិធីសាស្ត្រប្រើ ad manager ឬក៏យើងហៅយើងប្រើ business suite ហ្នឹងយើងអាចបុសក្នុងហ្នឹងបានដោយមានការរៀបចំតាមលំដាប់ដោយលម្អិតតាំងពី0ដល់100តែម្ដងបាទអញ្ចឹងការបុសតាមផ្លូវក្រោយគឺលម្អិតលម្អន់ជាងប៉ុន្តែវាមានភាពស្មុគស្មាញបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនពីរបៀបក្នុងការបុសតាមផ្លូវមុខបាទអញ្ចឹងបងប្អូនចូលរួមទស្សនាទាំងអស់គ្នាអញ្ចឹងដើម្បីបុសតាមផ្លូវមុខខ្ញុំទៅរកផុសមួយដែលស័ក្តិសមសម្រាប់ឧទាហរណ៍បងប្អូនមើលបាទអញ្ចឹងខ្ញុំរក poster មួយដើម្បីបុសតែម្ដងបាទចឹងខ្ញុំយក poster នេះតែម្ដងបាទអញ្ចឹងតើតើនឹងការបុកផ្លូវមុខនេះបងប្អូនអាចមើលមកខាងមើលមកក្នុងអេក្រង់ហ្នឹងទៅបងប្អូននឹងឃើញកន្លែងពាក្យខាងក្រោមគេបាទខ្ញុំអត់មើលអីច្រើនទេបងប្អូនមើលខាងក្រោមគេហ្នឹងទៅស្អាតពណ៌ខៀវហ្នឹងគឺជាកន្លែងដើម្បីចុច boosting ហើយបាទអញ្ចឹងខ្ញុំចុចទៅលើហ្នឹងទៅបាទដល់ពេលបងប្អូនចុចមកលើកន្លែង boosting ហើយបងប្អូនមកដល់ផ្ទាំងបន្ទាប់អញ្ចឹងក្នុងហ្នឹងមានដូចជាពាក្យពណ៌ជាមួយហ្នឹងកន្លែងជា post insight បានន័យថាទិន្នន័យដែលយើងបានផុសទៅដល់ចំនួនអតិថិជនទស្សនិកជនប្រមាណនេះបាទអញ្ចឹងខ្ញុំអត់និយាយច្រើនទេកន្លែងហ្នឹងខ្ញុំសូមបង្ហាញពីចំណុចត្រួសក្នុងការបុសរបស់យើងតែម្ដងអញ្ចឹងយើងមកដល់ដំបូងគេគឺពាក់ព័ន្ធជាមួយនឹងគោលបានន័យថាគោលបំណងគោលដៅរបស់យើងប៊ូតហ្នឹងដើម្បីយកអីគេអញ្ចឹងក្នុងហ្នឹងវាមាន3ជម្រើសបងប្អូនវាមានដូចជា automatic នេះយើងបុសតាមប្រព័ន្ធ AI យើងមិនចាំបាច់ set up ច្រើនទេ Facebook វានឹងជួយរុញជាស្វ័យប្រវត្តិតែម្ដងប៉ុន្តែវាអាចល្អនិងមិនល្អបើយើងប៊ូតតាមប្រព័ន្ធ AI ហ្នឹងហើយមួយទៀតទី2ហ្នឹងគឺការប៊ូសយក message បាទអញ្ចឹងមកករណីបងប្អូនចង់បានគេឆាតមកតាក់ទងមកកាន់ការបង្ហោះរបស់យើងច្រើនបានគេចាប់អារម្មណ៍លើសារបង្ហោះរបស់យើងគេតាក់ទងមកកាន់ page របស់យើងបាទអញ្ចឹងយើងប៊ូសតាមហ្នឹងបានហើយមួយទៀតគឺជាការប៊ូសតាម engagement មានន័យថាការប៊ូសយកចំនួនប្រតិកម្មឬយើងហៅថា reaction ចុច like ផុសចុចបេះដូងលើផុសរបស់យើងហ្នឹងបាទយើងប៊ូសទី3ហ្នឹងបាទអញ្ចឹងខ្ញុំបង្ហាញត្រួសពីរបៀបក្នុងការប៊ូសដែលទាំងពីរដែលគេពេញនិយមក្នុងការប៊ូសហ្នឹងបាទឥឡូវគេនេះគេមិនសូវទេអញ្ចឹងខ្ញុំបង្ហាញមុនគេគឺតើតើនឹងការប៊ូសយក message បាទខ្ញុំនឹងបង្ហាញពីរបៀបក្នុងការប៊ូសយក message បាទអញ្ចឹងខ្ញុំចុចទៅលើ message ហ្នឹងហើយបន្តមកទៀតបងប្អូនអាចពុះមកខាងក្រោមទៀតបានបាទអញ្ចឹងត្រង់ចំណុចនេះបងប្អូនឃើញមានកន្លែង welcome message បាទនេះគឺជាសារដែលយើងនឹងតបទៅគេអូតូតែម្ដងបើសិនជាករណីគេចាប់អារម្មណ៍លើផុសរបស់យើងគេចុចទៅលើ ad ដែលយើងបាន boost បាទលើផុសយើងបាន boost គឺគេនឹងចុចឆាតមកយើងអូតូតែម្ដងហើយនេះគឺជាសារដែលយើងនឹងតបទៅគេអូតូបាទអញ្ចឹងបងប្អូនអាចធ្វើការកែសម្រួលវាបានបាទយើងអាចចុចកែវាក៏បានដែរនេះយើងអាចកែតាមនឹងបានបាទហើយយើងអាចចុច save វាទៅទៀតមកបាទអញ្ចឹងមួយទៀតបាទចាំមកធ្វើការកែទេខ្ញុំទឹកតាមហ្នឹងបាទបងប្អូនអាចអូសមកក្រោមទៀតអីដែលសំខាន់នេះគឺតាក់ទងជាមួយនឹង audience ហ្នឹងបានន័យថាអតិថិជនទស្សនិកជនដែលយើងចង់ឲ្យផុសរបស់យើងហ្នឹងបន្ទាប់ពីធ្វើការប៊ូសការជំរុញហើយវានឹងរុញទៅតាមប្រភេទទស្សនិកជនហ្នឹងបាទអញ្ចឹងគឺថាបងប្អូនអាចធ្វើការបង្កើតមួយទៅខ្ញុំបង្កើតឲ្យមើលតែម្ដងបងប្អូនអាចចុចលើកន្លែង create new ឬបង្កើតថ្មីបាទកន្លែងខាងស្ដាំដៃនេះបងប្អូនចុចលើហ្នឹងទៅបាទចឹងដើម្បីបងប្អូនចុចទៅលើហ្នឹងទៅបងប្អូននឹងមានកន្លែងវាយជាឈ្មោះ audience របស់យើងអាច set ទៅថា A1 testing នេះឧទាហរណ៍ទេខ្ញុំដាក់ឈ្មោះចោលទៅបាទចឹងបងប្អូនអាចធ្វើការ set អាយុបានអាចធ្វើការដាក់កំណត់អាយុបានយើងចង់បានអតិថិជនទស្សនិកជនដែលមើលវីដេអូយើងនឹងដែលមើលផុសរបស់យើងជាស្រ័យមើលផុសរបស់យើងនឹងចន្លោះពីអាយុប្រមាណដល់អាយុប្រមាណដែរជាងបើសិនជាបងប្អូនលក់សម្លៀកបំពាក់ប្រភេទមនុស្សចាស់អីចឹងទៅបងប្អូនអាចដាក់តាមប្រភេទអាយុចឹងបានបើអ្នកដែលលក់សម្លៀកបំពាក់នារីអាចដាក់អាយុ
គាត់ឲ្យចំណាស់តិចទៅបើសិនជាប្រភេទជាមនុស្សចាស់បាទយើងអាចដាក់ខ្ទង់28ទៅដល់50ឆ្នាំចឹងទៅបាទចឹងបើករណីគាត់ជាប្រភេទសម្លៀកបំពាក់នារីយើងអាចដាក់ gender នេះយើងអាចដាក់ female គឺក៏ស្ត្រីបងប្អូន female ហ្នឹងគឺជាមនុស្សស្រី male គឺជាបុរសបាទចឹងឧទាហរណ៍បើសិនជាប្រភេទសម្លៀកបំពាក់មនុស្សស្រីយើងអាចដាក់ female ចឹងទៅតែជួនកាលសម្លៀកបំពាក់មនុស្សស្រីខ្លះមានបុរសក៏ជួយទិញដែរចឹងយើងអាចដាក់ទាំងអស់ក៏បានដែរចឹងកន្លែងនេះខ្ញុំដាក់ជា female ជាស្ត្រីចឹងទៅបាទហើយបន្តមកទៀតយើងអាចចុចយកទីតាំងបានហើយទីតាំងនេះយើងអាចកំណត់វាតូចជាងមុនក៏បានអាចដាក់ជាប្រទេសកម្ពុជាទាំងមូលក៏បានដែរដោយសារតែផលិតផលខ្លះយើងអាចលក់គ្រប់ខេត្តក្រុងតែម្ដងចឹងអាចដាក់ប្រទេសកម្ពុជាតែម្ដងបាទចឹងបើករណីយើងលក់តែក្នុងភ្នំពេញទេយើងអាចឲ្យភ្នំពេញបានកន្លែងត្រង់នេះបាទនេះភ្នំពេញបាទប៉ុន្តែខ្ញុំឧទាហរណ៍ដាក់ជាប្រទេសកម្ពុជាទាំងមូលចឹងទៅពាក្យប៉ុណ្ណឹងអីដែលសំខាន់ទៀតគឺ interest ហ្នឹងន័យថាចំណាប់អារម្មណ៍ចំណង់ចំណូលចិត្តរបស់ពួកគាត់ហ្នឹងចូលចិត្តទៅលើអីគេបាទទស្សនិកជនរបស់យើងដែលយើងចង់ set up ហ្នឹងបើយើងលក់ជាសម្លៀកបំពាក់យើងអាចដាក់ clothing អញ្ចឹងតែឧទាហរណ៍បាទប្រភេទ clothing អញ្ចឹងតែឧទាហរណ៍មួយហ្នឹងបាទចឹងឧទាហរណ៍មួយហ្នឹងហើយវិញទៅអត់ជាប់មិនសុំចុចម្ដងទៀតបាទចឹងដល់ពេលបងប្អូនរើសមួយអញ្ចឹងហើយបាទបើតាមពិតទៅក្នុងការធ្វើមែនទែនយើងមិនមែនរើសតែមួយប៉ុណ្្នឹងទេវាគ្រប់គ្រាន់ទេអាចរើសឲ្យគ្រប់ជ្រុងជ្រោយទេបាទបើគាត់ចូលចិត្តសម្លៀកបំពាក់ហើយចំណង់ចំណូលចិត្តគាត់ប្រភេទសម្លៀកបំពាក់មិនយើងអាចរើសតាមគ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីឲ្យការប៊ូសរបស់យើងហ្នឹងទៅគឺវាត្រូវតាមអីដែលគេចូលចិត្តតែម្ដងយើងចុចកន្លែង save ខាងលើនេះបាទខាងស្ដាំដៃហ្នឹងដើម្បីធ្វើការរក្សាទុកបាទអញ្ចឹង audience របស់ខ្ញុំគឺខ្ញុំបាន set up គ្រប់គ្រាន់អស់ហើយបាទអញ្ចឹងខាងលើនេះវានឹងបង្ហាញបាទ 2.8M ទៅ 3.3M ហ្នឹងបានន័យថាជាចន្លោះបាទរវាងចំនួនដែលអាចនឹងអតិថិជនរបស់យើងអាចនឹងមានចំនួនប៉ុណ្ណឹងបាទដែលយើងកំណត់បាទអាចមាន 2.8 លានទៅ 3.3 លានអ្នកបាទក្នុងការមើលផុសរបស់យើងអញ្ចឹងយើងអាចចុចរក្សាទុកខាងស្ដាំដៃខាងលើនេះបាទអញ្ចឹង audience ឬក៏ទស្សនិកជនរបស់ខ្ញុំបានធ្វើការបង្កើតហើយអញ្ចឹងចំណុចបន្ទាប់បងប្អូនអាចអូសមកខាងក្រោមហ្នឹងទៅឲ្យបងប្អូនត្រូវមើលបន្តទៀតបាទកន្លែងហ្នឹងយើងមើលទៅលើ placement ឬក៏ជាកន្លែងដែលយើងចង់ឲ្យសារបង្ហោះរបស់យើងនឹងធ្វើការបង្ហោះចេញទៅតាមណាធ្វើការប៊ូសហ្នឹងវាចេញទៅតាមផ្លូវណាអញ្ចឹងផ្លូវវាមាន3ទី1គឺ Facebook ផ្ទាល់តែម្ដងទី2តាមរយៈ Instagram ទី3តាមរយៈសារប្រអប់សារបាទអញ្ចឹងត្រង់ចំណុចហ្នឹងបើសិនជាយើងអត់ធ្វើនៅលើ Instagram ទេបងប្អូនចុចកណ្ដាលនេះដក crease ចេញទៅបាទអញ្ចឹងខ្ញុំធ្វើឲ្យការប៊ូសរបស់យើងហ្នឹងវានឹងធ្វើដំណើរការទៅលើតែពីរកម្មវិធីហ្នឹងទេបាទមាន Facebook ហើយនិងប្រអប់សារបាទអញ្ចឹងបងប្អូនអាចអូសមកក្រោមទៀតទៅបាទខាងក្រោមនេះគឺជាកន្លែងសំខាន់ដូចគ្នាដែរបងប្អូនត្រូវធ្វើការកំណត់លុយឲ្យបានត្រឹមត្រូវបាទបើសិនយើងកំណត់ខុសលុយចេញពីកាតរបស់យើងទៅគឺនឹងទៅតាមហ្នឹងហើយបាទអញ្ចឹងខ្ញុំធ្វើការដាក់$1ឧទាហរណ៍តែម្ដងទៅដោយសារតែការប៊ូសផ្លូវមុខនេះវានឹងកាត់លុយជាប្រចាំថ្ងៃបាទអញ្ចឹងបើយើងដាក់$1ក្នុងរយៈពេល2ថ្ងៃវានឹងកាត់សរុប$2អញ្ចឹងមួយថ្ងៃវាកាត់$1បងប្អូនអញ្ចឹងខ្ញុំដាក់តែ3ថ្ងៃទេអញ្ចឹងវាកាត់ចំនួន$3សរុបទៅបុករួមជាមួយនឹងពន្ធទៀតពន្ធ 10% អញ្ចឹងវាអាចកាត់$3.3បាទអញ្ចឹងមួយទៀតពាក់ព័ន្ធជាមួយនឹងការដាក់បញ្ចូលនៅកតនាគាររបស់យើងអញ្ចឹងកតនាគាររបស់យើងនេះខ្ញុំនឹងបង្ហាញនៅ slide បន្ទាប់បងប្អូនអាចមើលតាមហ្នឹងហើយយើងមកបំពេញចូលបានបាទដូចខ្ញុំប្រាប់អញ្ចឹងបាទ total ដែលយើងចំណាយសរុបគឺ$3.3ជាមួយនឹងថ្លៃការចំណាយសរុបរបស់យើងទៅលើការផុសបុកជាមួយនឹងពន្ធ 10% បាទអញ្ចឹងបានន័យថា 100% របស់យើងចំណាយ$3អញ្ចឹង 10% វា$0.30 អញ្ចឹងទាំងអស់វា$3.30បាទអញ្ចឹងបងប្អូនអាចធ្វើការចុច boost បានប៉ុន្តែនេះជាការឧទាហរណ៍ទេខ្ញុំសូមធ្វើការចេញនៅក្រោយវិញបាទដើម្បីបង្ហាញការ boost ប្រភេទមួយទៀតបាទខ្ញុំចុច confirm មកបាទខ្ញុំត្រូវផុសមិញទៅដែរដើម្បីធ្វើការសាក់លបងបងប្អូនមើលភាសាទៀតខ្ញុំចុចទៅលើការ boost ទៅដែរបាទចាំបងប្អូនមើលមកខាងក្រោមគេទៅខ្ញុំនឹងធ្វើការ boost ដើម្បីយកចំនួនក្នុងការប្រតិកម្មឬក៏ហៅ engagement ក្នុងការ reaction នៃផ្សេងៗហ្នឹងបាទចឹងចុចលើកន្លែងហ្នឹងហើយបងប្អូនដូចគ្នាដែរយើងអាចមកមើលកន្លែងនេះតែម្ដងបាទអញ្ចឹងយើងធ្វើការ select
គឺធ្វើការជ្រើសរើសទៅលើទស្សនិកជនដែលយើងបានបង្កើតមុនហ្នឹងបាទអញ្ចឹងនេះទស្សនិកជនយើងបានបង្កើតមុនហ្នឹងយើងរក្សាទុកអញ្ចឹងនៅពេលដែលយើងចូលមកពេលក្រោយអញ្ចឹងទៅជាយើងនឹងឃើញបាទយើងចុច select ឲ្យតែម្ដងទៅយើងមិនចាំបាច់ហត់ក្នុងការបង្កើតវាភាសាទៀតទេបាទអញ្ចឹងវាមានភាពងាយស្រួលអញ្ចឹងចឹងដល់ពេលយើង select ទៅលើទស្សនិកជនហើយបាទត្រង់ចំណុចនេះដែរខ្ញុំមានក្បាច់មួយដែរក្បាច់ហ្នឹងគឺពិសេសដែរបើសិនជាបងប្អូនធ្វើខុសវានឹងកាត់លុយច្រើនតាមនឹងដូចគ្នាដែរអត់សូវបានផលចឹងមកករណីយើង boot ទៅលើតែFacebook ទេបាទអញ្ចឹងកន្លែង Instagram នេះបើសិនយើង select ដែរវានឹងកាត់លុយតាមនឹងដូចគ្នាអញ្ចឹងយើងធ្វើការដក Instagram ចេញដូចគ្នាទៅបាទហើយជាក់ស្ដែងទៅការបូសយកចំនួនប្រតិកម្មនេះមិនចាំបាច់ដាក់ប្រអប់សារចូលទេវាអត់សូវបានផលទេនៅលើប្រអប់សារដោយសារតែភាគច្រើនគេធ្វើការចិត្តប្រតិកម្មទៅលើផុសយើងតាមតែប្រភេទផុសទៅលើ social media ដូច Facebook ឬក៏ Instagram អញ្ចឹងទៅបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំស្នើសុំបងប្អូនទាំងគ្នាដាក់តែមួយបានហើយបាទ Facebook បានហើយបាទអញ្ចឹងចំណុចបន្តទៀតដូចគ្នាដែរយើងធ្វើការកំណត់លុយយើងទៅខ្ញុំឧទាហរណ៍ដាក់$1តែ3ថ្ងៃទេបាទបាទអញ្ចឹងมันមានអីខុសគ្នាច្រើនទេយើងការប៊ូសយកប្រអប់សារហើយនិងការប៊ូសយកចំនួនប្រតិកម្មហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងអរគុណបងប្អូនទាំងគ្នាដែលបានធ្វើការទស្សនាអញ្ចឹងនៅពេលដល់ចំណុចហ្នឹងបងប្អូនធ្វើការចុច boot ទៅវានឹងដំណើរការហើយបាទអរគុណបងប្អូនទាំងគ្នា